បើថៃវាមិនទទួលស្គាល់សិទ្ធិសញ្ញានៃតុលាការអន្តរជាតិ ICJ នៅឆ្នាំ1960បានន័យថាវាអត់ទទួលស្គាល់ដូនតាពូជអម្បូរម៉ែឪរបស់វានេះនិយាយជាភាសាអញ្ចឹងដែលថាម៉េចអ្នកដែលចុះសិទ្ធិសញ្ញានៅឆ្នាំ1960សិទ្ធិសញ្ញាបារាំងថៃណាមិនមែនសញ្ញេដោយឆ្កែទេគឺសញ្ញេដែលដូនតាវានឹងឯងហើយបើដូនតាវាមិនសញ្ញេចុះហត្ថលេខាទេក៏គ្មានសិទ្ធិសញ្ញាព្រំដែនរវាងបាទថៃបារាំងដែរព្រោះកាលនោះខ្មែរគឺបារាំងអ្នករៀបចំផែនទីឲ្យអញ្ចឹងយើងមានឯកសារអស់ហ្នឹងដែលថៃវាញញើតហើយមកស្រែកថាប្រាសាទតាមន់តូចតាមន់ធំប្រាសាទតាកបីណាមុំ3ជារបស់វាជារបស់ដូនតាវាអាក្បាលថៃមួយចំនួនមិនបាច់ថាក្មេងៗសម័យឥឡូវទេក្បាលថៃខ្លះអាយុចិត្តជាង80ទៅវាអត់ទាំងស្គាល់ប្រាសាទតាមន់មុខមិនផងហ្នឹងវាអត់ដែរទាំងលឺឈ្មោះផងហ្នឹងណាវាអត់ដែរទាំងលឺឈ្មោះប្រាសាទតាមន់តូចតាមន់ធំប្រាសាទតាកបីផងហ្នឹងដល់ពេលវាផ្អើលតាមគ្នាទៅមកជាបោះដូនតាវាបើឲ្យស្គាល់ទទួលស្គាល់ដូនតាឯងកសាងប្រាសាទតាមន់តូចតាមន់ធំប្រាសាទតាកបីឯងមិនទទួលស្គាល់អាសិទ្ធិសញ្ញាឆ្នាំ1960ហ្នឹងវាកើតក្រោយមកដូនតាឯងដូចគ្នាតែសញ្ញាហ្នឹងណាហើយបើសិនជាដូនតាឯងអ្នកកសាងប្រាសាទតាមន់តូចតាមន់ធំតាកបីហ្នឹងមិនដាក់ឈ្មោះថៃទៅហើយដាក់ឈ្មោះខ្មែរទៅអីហើយតនេខ្លាំងមកកសាងប្រាសាទលើទឹកដីខ្មែរហ្នឹងដូនតាឯងអត់ការងារធ្វើយើងនិយាយភាសាអញ្ចឹងណាហ្នឹងហើយចឹងមកថាពួកជ្រុលនិយមដែលវាបដិសេធហើយឥឡូវនេះរដ្ឋាភិបាលថៃក៏បានបដិសេធជាមួយនឹងតុលាការអន្តរជាតិ ICJ បាទនៅក្នុងសិទ្ធិសញ្ញាក្នុងឆ្នាំ1960គេអត់ទទួលស្គាល់ដូចខ្ញុំនិយាយចឹងយើងដាក់ពាក្យបណ្ដឹងទៅ ICJ ហើយថៃក៏នៅក្នុងអង្គការសហប្រជាជាតិថៃគឺនៅក្នុងចំណោម190ប្រទេសនៃអង្គការសហប្រជាជាតិអញ្ចឹងត្រូវតែនៅក្រោមច្បាប់របស់អង្គការសហប្រជាជាតិអ្នកឯងគ្មានសិទ្ធិតវ៉ាអ្នកឯងគ្មានសិទ្ធិប្រកែកព្រោះអ្នកឯងខុសច្បាប់អ្នកឯងមានសិទ្ធិក្នុងការបដិសេធប៉ុន្តែអ្នកឯងអត់មានសិទ្ធិគេចវេះពីច្បាប់អន្តរជាតិបានទេអញ្ចឹងណាហើយគេថាបើសិនជាចរចាថ្ងៃទី14នេះអត់យើងអត់លើកចំណុចទាំង4ដែលនៅលើទឹកដីដែលមានបញ្ហា4ទីតាំងមកនិយាយនៅក្នុងថ្ងៃ14នោះទេគេនឹងបកគលសិទ្ធិនៃការគ្រប់គ្រងព្រំដែនទៅឲ្យខាងកងទ័ពអ្នកដោះស្រាយតើត្រូវបិទច្រកចូលដែនឬក៏ប្រកាសសង្គ្រាមអាហ្នឹងអាស្រ័យលើអាមេភូមិភាគពេអាមេដែលគូផែនទីคล้ายនោះណាហ្នឹងហើយវាអាប់ដេតថាផែនទីគេប្រើសម័យថ្មីគេអត់ប្រើសម័យចាស់ទេបើអាប់ដេតប្រើសម័យថ្មីហើយគូដល់មុខទេអញហ្មងទៅអាសណ្ដានថោកអស់នេះអញ្ចឹងមកថាថៃនៅតែចាញ់វាអត់អាចមានថ្ងៃឈ្នះទេណាបើអ្នកឯងប្រើយុទ្ធសាស្ត្រសង្គ្រាមយើងក៏នៅចាំទទួលអ្នកឯងកាន់តែធ្ងន់ហើយខ្ញុំជឿជាក់ថាថៃមិនភ្លឺរហូតដល់អត់ដឹងខ្យល់អីទេប៉ុន្តែមានបុគ្គលភ្លឺមួយចំនួនដែរដែលយើងបាក់និយាយ